សាក់មើលបងប្អូនណាលោកសាក់មើលស្រួយឆ្ងាញ់មែនតើបងប្អូនឈ្ងុយអញ្ជើញពុកម៉ែបងប្អូនទស្សនាលេងបងប្អូនមានអំបៅហាទុំផ្កាទៅវិញទៅមកណាបងប្អូនពិតជាស្រស់ស្អាតនិងគួរឲ្យស្រឡាញ់មែនតើបងប្អូនរួចហើយចាំយើងទៅមើលឆាប់ទំលងទាំងអស់គ្នាណាបងប្អូនអរគុណសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំឆាប់ដំឡូងម្ដងបងប្អូនណាបន្ទាប់ពីឆាប់ភ្នាល់ហើយនឹងចេកនៅបងប្អូនឥឡូវឆាប់ដំឡូងជ្វាម្ដងណាបងប្អូននេះខ្ញុំចិត្តរួចជាស្រេចណាបងប្អូននេះចាប់ផ្ដើមដាក់ក្នុងផ្ទះណាបងប្អូននេះចាប់ផ្ដើមឡើងពណ៌តើបងប្អូនមើលនេះឡើងដល់បងប្អូនឈ្ងុយបងប្អូនខ្ញុំចាប់ផ្ដើមដាក់ឆាបណាបងប្អូននេះមើលពណ៌ឡើងលយបងប្អូននេះអត់ឈ្ងុយណាបងប្អូននេះlàឈ្ងុយនេះបងប្អូនបានមួយកញ្ច្រែងណាបងប្អូនប៉ុន្តែខ្ញុំមិនទាន់ដាក់ស្ករទេណាបងប្អូនហ្នឹងហើយពេលដាក់ស្ករចាំទៅភ្លក់ទាំងអស់គ្នាបងប្អូនណាខ្ញុំបងប្អូនមកដល់ល្អមែនតើបងប្អូននេះដល់ចាំបានស្រួយល្អណាបងប្អូននេះបានស្រួយបងខ្ញុំទៅចាប់ដើមកូរស្ករណាបងប្អូនស្ករសណាបងប្អូនណាហ្នឹងហើយនេះកូរប៉ុណ្ណឹងបានណាបងប្អូនហ្នឹងហើយយើងយកទៅឆាបដលងណាបងប្អូនដំឡូងឆាបចិនរួចរាល់ណាបងប្អូននេះខ្ញុំឆាបស្កររួចស្រេចណាបងប្អូនតោះទៅភ្លក់ជាមួយខ្ញុំទាំងអស់គ្នាតើមានរសជាតិមិនហើយស្រួយឬអត់បងប្អូនតោះទៅភ្លក់ទាំងអស់គ្នាបងប្អូនណាបងប្អូននេះដំឡូងចិនណាបងប្អូនមកភ្លក់ជាមួយខ្ញុំទាំងអស់គ្នាតើមានរសជាតិមិនដែរបងប្អូនដំឡូងជ្វាណាបងប្អូននេះព្រោះមើលស្រួយអត់ហើយឆ្ងាញ់អត់បងប្អូនណាចាំមើលភ្លក់សាក់មើលបងប្អូនណាភ្លក់សាក់មើលស្រួយឆ្ងាញ់មែនតើបងប្អូនឈ្ងុយបងប្អូនឆ្ងាញ់ចេកឆ្ងាញ់ខុសគ្នាណាបងប្អូនដលងនេះក៏ឆ្ងាញ់ចេកក៏ឆ្ងាញ់ចឹងដែរបងប្អូនណាហើយភ្នាល់ឆាបក៏ឆ្ងាញ់ដូចគ្នាបងប្អូនប៉ុន្តែរឿងរឹងតិចបងប្អូនណាប៉ុន្តែរឹងហូបបានឆ្ងាញ់ស្រួយឆ្ងាញ់បងប្អូនណាអរគុណបងប្អូន